សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ពិភពអាតកំបាំង KX ក្នុងវីដេអូទី13របស់យើងថ្ងៃនេះរៀងរាល់យប់នៅពេលដែលយើងងើបឈរមើលទៅលើមេឃយើងតែងតែឃើញវត្ថុពណ៌សចែងចាំងមួយដែលនៅជិតផែនដីយើងបំផុតនោះគឺព្រះច័ន្ទយើងគ្រប់គ្នាត្រូវបានគេបង្រៀនថាវាគឺជាផ្កាយរណបធម្មជាតិដែលកើតឡើងរាប់ពាន់លានឆ្នាំមកហើយប៉ុន្តែចុះបើសិនជាការពិតវាមិនមែនជាផ្កាយរណបធម្មជាតិវិញនោះអ្នកវិទ្យាសាស្ត្រនិងអតីតបុគ្គលិករបស់អង្គការ NASA មួយចំនួនបានបង្ហាញនូវភស្តុតាងដ៏គួរឲ្យរន្ធត់ដែលយោងទៅលើទ្រឹស្ដីថាព្រះច័ន្ទអាចជាវត្ថុសិប្បនិម្មិតដ៏ធំសម្បើមដែលត្រូវបានគេយកមកដាក់ក្បែរផែនដីក្នុងគោលបំណងអ្វីមួយចាប់ពីសម្លេងរំញ័រដោយកណ្ដឹងរហូតដល់សំណង់អាថ៌កំបាំងនៅផ្នែកម្ខាងទៀតដែលយើងមើលមិនឃើញថ្ងៃនេះយើងនឹងទៅវែកញែកកំពូលភស្តុតាងទាំង5ដែលធ្វើឲ្យពិភពលោកងឿងឆ្ងល់ថាតើព្រះច័ន្ទជារបស់ធម្មជាតិឬជាមូលដ្ឋានសម្ងាត់របស់ពួកអេលៀនតោះកុំឲ្យខាតពេលទៅទស្សនាវីដេអូទាំងអស់គ្នា1ព្រះច័ន្ទមានសម្លេងដោយកណ្ដឹងក្នុងឆ្នាំ1969កំឡុងពេលបេសកកម្មអាប៉ូឡូទី12អង្គការ NASA បានធ្វើការពិសោធន៍មួយដែលធ្វើឲ្យពិភពលោកស្រឡាំងកាំងពួកគេបានធ្វើឲ្យម៉ូឌូលយានអវកាសដែលប្រើអស់ហើយធ្លាក់ទៅបុកលើព្រះច័ន្ទយ៉ាងខ្លាំងតាមបច្ចេកទេសប្រសិនបើព្រះច័ន្ទជាថ្មភ្នំដ៏រឹងមាំដូចផែនដីវានឹងបង្កើតនៅរំញ័រក្នុងរយៈពេលខ្លីប៉ុន្តែអ្វីដែលបានកើតឡើងនោះគឺព្រះច័ន្ទបានបង្កើតនៅសម្លេងរំញ័រឬ vibrant ដូចជាសម្លេងកណ្ដឹងយក្សដែលគេវាយរួចវាលាន់រំពងអស់រយៈពេលជិត1ម៉ោងការពិសោធន៍នេះត្រូវបានធ្វើឡើងម្ដងទៀតនៅក្នុងបេសកកម្មអាប៉ូឡូទី13ហើយលទ្ធផលគឺរឹតតែអស្ចារ្យគឺវាញ័ររហូតដល់ជាង3ម៉ោងផុសតាងនេះបាននាំឲ្យអ្នកវិទ្យាសាស្ត្រមួយចំនួនសន្និដ្ឋានថាព្រះច័ន្ទអាចនឹងប្រហោងខាងក្នុងឬមានគ្រោងដែកដ៏រឹងមាំនៅខាងក្រោមស្រទាប់ថ្មនោះ2ចម្ងាយនិងទំហំដែលឥតខ្ចោះពេកបងប្អូនធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជានៅពេលដែលមានសូរ្យគ្រាសព្រះច័ន្ទអាចបាំងព្រះអាទិត្យបានជិតឈឹងឥតខ្ចោះបែបនេះគឺជាចៃដន្យដ៏អស្ចារ្យបំផុតក្នុងចក្រវាឡព្រះអាទិត្យមានទំហំធំជាងព្រះច័ន្ទចំនួន400ដងប៉ុន្តែចៃដន្យអីព្រះអាទិត្យក៏នៅឆ្ងាយពីផែនដីជាងព្រះច័ន្ទចំនួន400ដងដូចគ្នាសមាមាត្រដ៏ឥតខ្ចោះ400លើ400នេះហើយដែលធ្វើឲ្យវត្ថុទាំងពីរមើលទៅមានទំហំប៉ុនគ្នានៅលើមេឃអ្នកវិទ្យាសាស្ត្រល្បីៗបានលើកឡើងថាចៃដន្យបែបនេះគឺស្ទើរតែមិនអាចកើតឡើងបានឡើយក្នុងលក្ខណៈធម្មជាតិហាក់ដូចជាមាននរណាម្នាក់បានគណនាតួលេខនិងទីតាំងយ៉ាងហ្មត់ចត់ដើម្បីដាក់ព្រះច័ន្ទឲ្យស្ថិតក្នុងគន្លងដ៏ជាក់លាក់នេះដើម្បីការពារនិងគ្រប់គ្រងចលនាទឹកសមុទ្រនៅលើផែនដី3ផ្នែកងងឹតដែលមិនដែលបង្ហាញមុខអាថ៌កំបាំងមួយទៀតដែលធ្វើឲ្យមនុស្សសង្ស័យគឺព្រះច័ន្ទតែងតែងាកមុខតែម្ខាងមករកផែនដីជានិច្ចនេះហៅថា Tidal Looking ទោះបីជាផែនដីវិលឬព្រះច័ន្ទវិលយ៉ាងណាក៏ដោយយើងមិនដែលឃើញផ្នែកម្ខាងទៀតឬហ្វាសាយនៃព្រះច័ន្ទឡើយតើមានអ្វីលាក់កំបាំងនៅផ្នែកងងឹតនោះរូបថតអាថ៌កំបាំងមួយចំនួនដែលធ្លាយចេញពីផ្កាយរណបយោធាបង្ហាញពីពន្លឺភ្លើងនិងវត្ថុដែលមានរូបរាងដូចជាយានអវកាសដ៏ធំសម្បើមចតនៅទីនោះមនុស្សជាច្រើនជឿថាព្រះច័ន្ទគឺជារបាំងការពារដ៏ធំដែលពួកអេលៀនប្រើដើម្បីឃ្លាំមើលសកម្មភាពមនុស្សជាតិពីផ្នែកងងឹតនោះឯង4សំណង់ធរណីមាត្រអាថ៌កំបាំងនៅលើព្រះច័ន្ទដែលពោពេញដោយរណ្ដៅថ្មបែរជាមានរូបភាពភស្តុតាងខ្លះបង្ហាញពីសំណង់ដែលមានរាងធរណីមាត្រដែលស្អាតឥតខ្ចោះក្នុងរូបថតរបស់ NASA គេបានប្រទះឃើញវត្ថុមួយយ៉ាងដែលមានរាងដូចប៉មខ្ពស់ដែលមានកម្ពស់រាប់គីឡូម៉ែត្រនិងសំណង់រាងការ៉េដែលមើលទៅដូចជាច្រកចូលទៅក្រោមដីអ្នកស៊ើបអង្កេតអាថ៌កំបាំងបានលើកឡើងថាធម្មជាតិមិនអាចបង្កើតរូបរាងការ៉េឬរូបរាងប៉មត្រង់ភ្លឺបែបនេះបានឡើយភស្តុតាងនេះកាន់តែយោងឲ្យគេជឿថាព្រះច័ន្ទមិនមែនជាដុំថ្មទទេឡើយតែវាគឺជាស្ថានីយ៍អវកាសដ៏ធំបំផុតដែលមិនទាន់មានអ្នកដោះស្រាយបាន5ហេតុអ្វីមនុស្សមិនត្រឡប់ទៅវិញអស់រយៈពេល50ឆ្នាំនេះហើយគឺជាសំណួរដែលធំបំផុតប្រចាំវីដេអូយើងក្នុងឆ្នាំ1969យើងមានបច្ចេកវិទ្យាទាបជាងទូរស័ព្ទដៃសពថ្ងៃរាប់លានដងតែយើងអាចទៅជាន់ព្រះច័ន្ទបានប៉ុន្តែបងប្អូនសាកគិតមើលហេតុអ្វីបានជាអស់រយៈពេលជាង50ឆ្នាំមកនេះមនុស្សជាតិមិនដែលត្រឡប់ទៅជាន់ព្រះច័ន្ទវិញសូម្បីតែម្ដងមានការបែកធ្លាយនៅខ្សែអាថ៌សំឡេងអាថ៌កំបាំងរបស់អវកាសយានិកម្នាក់ដែលបាននិយាយដោយក្តីបារម្ភថាមានយានធំឈរចាំមើលយើងនៅមាត់រណ្ដៅភ្នំពួកវាធំណាស់ទ្រឹស្ដីស៊ើបអង្កេតបានលើកឡើងថា
មនុស្សជាតិត្រូវបានពួកអេលៀនប្រមានមិនឲ្យត្រឡប់ទៅវិញព្រោះព្រះច័ន្ទគឺជាកម្មសិទ្ធិរបស់ពួកគេតើនេះជាមូលហេតុដែល NASA បានលុបចោលគម្រោងទៅព្រះច័ន្ទជាច្រើនដងមែនដែរឬទេអាចកំបាំងនៃព្រះច័ន្ទនៅតែជាប្រស្នាដែលរងចាំការបកស្រាយទោះបីជាវិទ្យាសាស្ត្រព្យាយាមប្រាប់យើងថាវាជារឿងធម្មជាតិក៏ផុសតាងដែលយើងបានឃើញក្នុងថ្ងៃនេះនៅតែធ្វើឲ្យយើងមិនអស់ចិត្តជានិច្ចចុះបងប្អូនវិញយល់យ៉ាងណាដែរតើបងប្អូនជឿថាព្រះច័ន្ទគឺជាផ្កាយរណបធម្មជាតិឬជាមូលដ្ឋានសម្ងាត់របស់ពួកអេលៀនកុំភ្លេចបញ្ចេញមតិយោបល់ខាងក្រោមទាំងអស់គ្នាសូមអរគុណសម្រាប់ការតាមដាន Channel ពិភពអាតកំបាំង KH រហូតមកដល់វីដេអូទី13នេះសូមកុំភ្លេចជួយ Like និង Subscribe Channel ដើម្បីបន្តដំណើរស្វែងរកការពិតជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតសូមអរគុណនិងសូមជម្រាបលា